ខ្ញុំសូមជម្រាបសួរបងប្អូនយើងទាំងអស់ជាថ្មីឡើងវិញភេសជ្ជៈបើកម្លាំងហៅថា energy drinks មានទីផ្សារដែលបានលូតលាស់យ៉ាងលឿនក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនេះគេផ្សព្វផ្សាយតាមពាណិជ្ជកម្មជាពិសេសទៅលើមនុស្សវ័យជំទង់យុវជននិស្សិតនិងកីឡាករថាជាភេសជ្ជៈដែលអាចបើធម្មពលបានភ្លាមដូច្នេះវាជាការមិនគួរឲ្យឆ្ងល់ទេថាទីផ្សារនៃភេសជ្ជៈបើកម្លាំងបានត្រូវលូតលាស់លើសការស្មានតាមការចុះផ្សាយរបស់ Statista ដែលជាវេទិកាអនឡាញអំពីស្ថិតិទូទៅនៅឆ្នាំ2023នៅសហរដ្ឋអាមេរិកគ្រាន់តែក្រុមហ៊ុន Red Bull តែមួយគត់បានទទួលថវិកា$1,710 លានចំណែកឯនៅប្រទេសកម្ពុជាយើងវិញតាមអង្គការដដែលនេះគេបានរាយការណ៍ថាទីផ្សារភេសជ្ជៈបើកម្លាំងមានតម្លៃ$49 លានក្នុងឆ្នាំ2023ហើយត្រូវបានទស្សន៍ទាយថានៅឆ្នាំ2032នឹងឡើងដល់ជាង$82 លានសួរថាតើភេសជ្ជៈបើកម្លាំងនេះពិតជាមានប្រសិទ្ធភាពដោយការផ្សាយពាណិជ្ជកម្មដែរឬទេជាតិផ្សំដ៏សំខាន់មួយនៃភេសជ្ជៈបើកម្លាំងគឺជាតិកាហ្វេហើយនេះជាហេតុផលដែលភេសជ្ជៈទាំងនេះធ្វើឲ្យយើងមានអារម្មណ៍ថាវាទៅបង្កើនកម្លាំងយើងតាមអនុសាសន៍នៅសហរដ្ឋអាមេរិកគេកម្រិតឲ្យយើងញ៉ាំកាហ្វេមិនឲ្យលើសពី400 មីឡូក្រាមទេក្នុងមួយថ្ងៃសម្រាប់បងប្អូនយើងដែលមិនបានដឹងជាមធ្យមកាហ្វេយើងដែលឆុងធម្មតាមានជាតិកាហ្វេប្រហែលពី80ទៅ100 មីឡូក្រាមក្នុងមួយកែវភេសជ្ជៈបើកម្លាំងឈ្មោះ Rockstar នេះមានជាតិកាហ្វេ240 មីឡូក្រាមក្នុងមួយកំប៉ុងបើខ្ញុំបញ្ចូល Rockstar ទៅក្នុង graph នេះយើងនឹងឃើញថា Rockstar មួយកំប៉ុងវាមិនទាន់ដល់កម្រិតអនុសាសន៍នៅឡើយទេបាទប៉ុន្តែភាគច្រើនក្មួយខ្លះជាពិសេសអ្នកលេងកីឡាមិនញ៉ាំតែមួយកំប៉ុងទេក្នុងមួយថ្ងៃហើយបើក្មួយញ៉ាំ3កំប៉ុងក្នុងមួយថ្ងៃជាតិកាហ្វេនឹងឡើងដល់720 មីឡូក្រាមក្នុងមួយថ្ងៃបានសេចក្តីថាវាហួសអនុសាសន៍សឹងថា2ដងដូច្នេះមុននឹងក្មួយញ៉ាំភេសជ្ជៈទាំងនេះជាទម្លាប់គួរសូមកុំភ្លេចឆែកមើលតើភេសជ្ជៈក្មួយមានជាតិកាហ្វេដល់កម្រិតណាដោយបងប្អូនដឹងស្រាប់កាហ្វេគឺជាភេសជ្ជៈដែលពេញនិយមបំផុតក្នុងពិភពលោកសម្រាប់មនុស្សជាច្រើនវាជាសាំងរបស់យើងមុនពេលយើងចេញទៅធ្វើការខ្លួនខ្ញុំផ្ទាល់តតែបានមួយកែវនៅពេលព្រឹកទៅស្ងប់ចិត្តហើយភេសជ្ជៈបើកម្លាំងនេះវាមានប្រសិទ្ធភាពដូចការផ្សាយដោយសារវាមានជាតិកាហ្វេច្រើនខ្ញុំជឿថានរណាក៏ដឹងដែរថាជាតិកាហ្វេទី1វាបង្កើនការរហ័សវាងវៃបង្កើនស្មារតីយើងហើយថែមទាំងកុំឲ្យងុយដេកទៀតផងទី2វាធ្វើឲ្យយើងមានអារម្មណ៍ថាវាតម្លើងធម៌ពលរបស់យើងនិងទី3គឺវាធ្វើឲ្យយើងមានអារម្មណ៍ល្អធ្វើឲ្យអារម្មណ៍របស់យើងមូលនិងឲ្យកាន់តែប្រសើរឡើងសួរថាតើជាតិកាហ្វេបង្កើនអារម្មណ៍និងធម៌ពលយើងតាមវិធីណាដែរដើម្បីឲ្យដឹងអំពីឥទ្ធិពលនៃជាតិកាហ្វេទៅលើខ្លួនយើង
យើងត្រូវចាប់ផ្ដើមអំពីកោសិកានៃខួរក្បាលយើងកោសិកាខួរក្បាលមានក្បាលមានកន្ទុយរបស់កោសិកាវាវែងហើយជាអ្នកនាំសារពីខួរក្បាលយើងទៅសរីរាង្គយើងឯទៀតនៅខាងចុងកន្ទុយបើយើងពង្រីកវាឲ្យធំយើងនឹងឃើញមានអ្វីដែលគេហៅថា receptor ខួរក្បាលយើងមានទម្ងន់តែ 2% នៃទម្ងន់ខ្លួនរបស់យើងទេក៏ប៉ុន្តែត្រូវការ 20% នៃថាមពលប្រចាំថ្ងៃរបស់យើងដើម្បីដំណើរការក៏ប៉ុន្តែបន្ទាប់ពីថាមពលត្រូវបានប្រើប្រាស់រួចហើយថាមពលនេះវាប្រែទៅជាសារធាតុគីមីមួយហៅថា adenosine ហើយ adenosine នេះវាទៅសម្រាកក្នុង receptor នេះដែលខ្ញុំសូមប្រែថាជាផ្ទះសំណាក់របស់វាហើយគឺពេលវាទៅសម្រាកនៅក្នុងផ្ទះសំណាក់នេះហើយដែលជាតិ adenosine នេះវានឹងទៅកាត់បន្ថយនៃសកម្មភាពខួរក្បាលរបស់យើងដោយធ្វើឲ្យយើងមានអារម្មណ៍នឿយហត់ធ្វើឲ្យយើងមានអារម្មណ៍អស់កម្លាំងនិងធ្វើឲ្យយើងងុយគេងនិងត្រូវការសម្រាកបន្ទាប់ពីយើងធ្វើការរួចហើយប៉ុន្តែពេលយើងពិសាកាហ្វេជាតិកាហ្វេវាចូលមកក្នុងខួរក្បាលយើងតាមសរសៃឈាមជាតិកាហ្វេវាមានរូបរាងដូច adenosine ដែរដូច្នេះវាក៏អាចចូលទៅក្នុងផ្ទះសំណាក់ទាំងនេះបានដែរហើយបើផ្ទះសំណាក់យើងវាពោពេញទៅដោយជាតិកាហ្វេ adenosine លែងមានផ្ទះសំណាក់ទៅសម្រាកដែលជាហេតុធ្វើឲ្យយើងលែងមានការនឿយហត់លែងអស់កម្លាំងទៀតហើយថែមទាំងធ្វើឲ្យយើងបាត់ងុយគេងទៀតផងសួរថាបើប្រសិទ្ធភាពនៃភេសជ្ជៈបើកម្លាំងបណ្ដាលមកពីជាតិកាហ្វេអញ្ចឹងយើងនាំគ្នាញ៉ាំកាហ្វេឲ្យច្រើនទៅវាពិតជាមិនខុសគ្នាពីភេសជ្ជៈបើកម្លាំងនេះទេតាមពិតជាតិកាហ្វេវាគ្រាន់តែធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានថាមពលបានសេចក្តីថាវាធ្វើឲ្យយើងស្មានថាយើងមានថាមពលប៉ុន្តែជាតិកាហ្វេវាមិនផ្ដល់មកយើងនៅថាមពលថ្មីអីទេបន្ទាប់ពីញ៉ាំរួចហើយហើយដូច្នេះហើយបានជាគេបន្ថែមស្ករទៅក្នុងភេសជ្ជៈបើកម្លាំងពីព្រោះជាតិស្ករវាអនុញ្ញាតឲ្យកោសិកាយើងជាពិសេសកោសិកានៃខួរក្បាលនិងសាច់ដុំរបស់យើងយកវាទៅប្រើជាថាមពលជាតិស្ករមិនធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានថាមពលទេជាតិស្ករគឺវាផ្ដល់ថាមពលពិតប្រាកដមកយើងបើយើងមើលទៅលើផ្លាកដែលគេបិទនៅលើភេសជ្ជៈ Rockstar ដដែលនេះយើងនឹងឃើញថាមានចំនួនជាតិស្កររហូតទៅដល់61ក្រាមក្នុងមួយកំប៉ុងបងប្អូននៅចាំទេតាមអនុសាសន៍គេកំណត់មិនឲ្យយើងទទួលទានជាតិស្ករលើសពី36ក្រាមទេក្នុងមួយថ្ងៃបើយើងជាប្រុសហើយបើយើងជាស្រីវិញគឺកុំឲ្យលើសពី25ក្រាមហើយដូច្នេះហើយបានជាយុវជនយើងចូលចិត្តភេសជ្ជៈបើកម្លាំងពីព្រោះជាតិកាហ្វេនិងជាតិស្ករនៅក្នុងភេសជ្ជៈនេះធ្វើឲ្យគេមានអារម្មណ៍ល្អនិងធ្វើឲ្យគេមានកម្លាំងព្រឹបតែម្ដងបន្ទាប់ពីបានទទួលទានភេសជ្ជៈនេះភ្លាមសួរថាបើជាតិកាហ្វេនៅក្នុងភេសជ្ជៈនេះមានកម្រិតខ្ពស់យ៉ាងនេះទៅហើយក្នុងមួយកំប៉ុងហើយអ្វីបានជាបងប្អូនយើងខ្លះត្រូវញ៉ាំដល់ទៅ3ឬ4កំប៉ុងឬក៏
តើភេសជ្ជៈបើកម្លាំងនេះវាអាចធ្វើឲ្យយើងញៀនទេដឹងភេសជ្ជៈបើកម្លាំងអាចធ្វើឲ្យយើងញៀនហើយភាគច្រើនគឺដោយសារជាតិកាហ្វេដូចអ្វីទៀតដែរបើយើងញ៉ាំកាហ្វេជាប្រចាំយូរទៅវាអាចធ្វើឲ្យយើងស៊ាំដែលតម្រូវឲ្យយើងញ៉ាំច្រើនឡើងឬក៏ច្រើនដងដើម្បីឲ្យបានប្រសិទ្ធភាពដូចគ្នាម្យ៉ាងទៀតប្រសិនបើយើងបង្ខំខ្លួនឯងឲ្យបញ្ឈប់កាហ្វេភ្លាមវិញវាអាចធ្វើឲ្យយើងឈឺក្បាលអស់កម្លាំងលហិតលហៃឆាប់ខឹងមួម៉ៅនិងលែងអាចផ្ចង់អារម្មណ៍ឲ្យនៅមូលបានហើយរោគសញ្ញាទាំងនេះច្រើនជំរុញយើងឲ្យទៅពិសាភេសជ្ជៈនេះកាន់តែច្រើនឡើងជាមួយគ្នានេះដែរហេតុផលដែលធ្វើឲ្យយើងញៀនគឺពីព្រោះជាតិកាហ្វេអាចបង្កើតឲ្យមានផ្ទះសំណាក់ដែលគេហៅថា receptors នេះឲ្យកាន់តែច្រើនឡើងហើយបើយើងមាន receptor នេះកាន់តែច្រើនយើងក៏ត្រូវការជាតិនៃកាហ្វេជាបន្ថែមទៅចូលទៅក្នុង receptor នេះដែរដើម្បីខាខាំងកុំឲ្យជាតិ adenosine ចូលក្នុង receptor នេះបានប៉ុន្តែទោះជាយ៉ាងណាក៏ដោយភាពញៀនឬក៏ភាពស៊ាំនៃជាតិកាហ្វេនេះភាគច្រើនវាមានកម្រិតស្រាលបើប្រៀបធៀបទៅនឹងគ្រឿងញៀនផ្សេងទៀតបាទសួរថាមានជាតិអ្វីផ្សេងទៀតដែរក្នុងភេសជ្ជៈនេះបើយើងមើលទៅលើផ្លាកនៃភេសជ្ជៈនេះយើងនឹងឃើញថាមានអ្វីផ្សេងទៀតជាច្រើនក្រៅពីជាតិកាហ្វេនិងជាតិស្ករមានជាតិ niacin B6 B12 និង pantothenic acid ហើយទាំងអស់នេះគឺនៅក្នុងពពួកនៃវីតាមីន B ដែលចំពោះអ្នកមានសុខភាពធម្មតាយើងមានគ្រប់គ្រាន់រួចទៅហើយនៅក្នុងខ្លួនយើងមានទាំងជាតិអំបិលដែលជាធម្មតាយើងមិនត្រូវការវាទេពីព្រោះវាអាចធ្វើឲ្យសម្ពាធឈាមរបស់យើងឡើងខ្ពស់ចំណែកឯសារធាតុជាច្រើនខាងក្រោមនេះដែលគេបន្ថែមក្នុងគោលបំណងបង្កើនកម្រិតថាមពលយើងដូចជាមើម ginseng ជាដើមវាមានចំនួនស្ដួយស្ដើងណាស់ដែលមិនពិតជាផ្ដល់ផលប្រយោជន៍ដល់សុខភាពរបស់យើងទេហើយគេមិនទាន់ឃើញមានការសិក្សាណាដែលបានបញ្ជាក់អំពីប្រសិទ្ធភាពពិតប្រាកដនៃសារធាតុទាំងនោះដែរហើយនេះក៏បានសេចក្តីដែរថាវាស្ថិតនៅក្នុងប្រធានបទនៃការសិក្សាសម្រាប់ថ្ងៃក្រោយនៅឡើយរួមសេចក្តីមកធាតុផ្សំដែលសំខាន់ជាងគេនៅក្នុងភេសជ្ជៈបើកម្លាំងគឺជាតិកាហ្វេនិងជាតិស្ករសួរថាចុះផលមិនល្អនៃភេសជ្ជៈនេះវាមានយ៉ាងណាដែរយើងត្រូវដឹងថាពេលយើងទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេច្រើនជាតិកាហ្វេវាមិនជ្រាបចូលតែទៅក្នុងខួរក្បាលរបស់យើងប៉ុណ្ណោះទេគឺថាវាចូលទៅក្នុងសរីរាង្គយើងឯទៀតដែរជាពិសេសប្រព័ន្ធសរសៃឈាមបេះដូងយើងជាតិកាហ្វេអាចធ្វើឲ្យសម្ពាធឈាមរបស់យើងឡើងខ្ពស់ជាតិកាហ្វេក៏អាចប៉ះពាល់ប្រព័ន្ធដំណើរការនៃចរន្តអគ្គិសនីរបស់នៃបេះដូងយើងដែរហើយបើចរន្តអគ្គិសនីបេះដូងយើងវាដើរញាប់វាក៏ធ្វើឲ្យបេះដូងយើងលោតញាប់ណាស់ដែរហើយជួនកាលធ្វើឲ្យបេះដូងយើងលោតខុសចង្វាក់ទៀតផងក៏មានទាំងនេះអាចបង្កើតជាបញ្ហាធ្ងន់ធ្ងរបើសិនជាយើងកំពុងតែមានជំងឺខ្សោយបេះដូង
មានជំងឺលើសសម្ពាធឈាមឧស្សាហ៍ញ័រទ្រូងឬបើមានចង្វាក់បេះដូងដែលឧស្សាហ៍ដើរញាប់ហួសធម្មតាដែលពាក្យពេទ្យហៅថា palpitation ជាតិកាហ្វេនៅក្នុងភេសជ្ជៈបើកម្លាំងក៏អាចបង្កើនលំហូរឈាមទៅតម្រងនោមរបស់យើងដែរដែលជាហេតុធ្វើឲ្យយើងនោមច្រើនគុណវិបត្តិសំខាន់មួយទៀតគឺភេសជ្ជៈបើកម្លាំងអាចធ្វើឲ្យយើងគេងមិនលក់មនុស្សភាគច្រើនញ៉ាំភេសជ្ជៈនេះគឺដើម្បីកុំឲ្យងុយគេងនៅពេលដែលយើងកំពុងធ្វើការឬក៏កំពុងហាត់កីឡាប៉ុន្តែបើកិច្ចការយើងវាមានរយៈកាលយូរហើយចង់ឲ្យស្វាងងុយយូរយើងអាចត្រូវបានបង្ខំចិត្តឲ្យញ៉ាំមួយកំប៉ុងហើយមួយកំប៉ុងទៀតហើយទីបំផុតនៅពេលដែលយើងត្រូវការសម្រាកយើងឡើងអាចបិទភ្នែកចិត្តដោយសារមានជាតិកាហ្វេច្រើនពេកជាមួយគ្នានេះដែរជាតិកាហ្វេក៏អាចប៉ះពាល់ដល់អារម្មណ៍របស់យើងដែរដោយធ្វើឲ្យយើងឆាប់ខឹងសម្បាញ័រដៃញ័រជើងថប់អារម្មណ៍ប៉ុន្តែរោគសញ្ញាទាំងនេះភាគច្រើនកើតតែនៅលើអ្នកដែលពិសាភេសជ្ជៈនេះច្រើនតែប៉ុណ្ណោះម្យ៉ាងទៀតសូមបងប្អូនកុំភ្លេចថាចំនួនជាតិស្ករដ៏ច្រើននៅក្នុងភេសជ្ជៈនេះអាចជាតួនាទីយ៉ាងសំខាន់ក្នុងការនាំឲ្យយើងមានភាពស៊ាំទៅនឹងជាតិ insulin ដែលទីបំផុតអាចនាំឲ្យយើងមានជំងឺឈាមផ្អែមសួរថាចុះភេសជ្ជៈបូបាវិញតែបូបាក៏ជាភេសជ្ជៈកំពុងពេញនិយមដែរក្នុងចំណោមអ្នកមានវ័យជំទង់ប៉ុន្តែมันមានធាតុផ្សំច្រើនដូចភេសជ្ជៈបើកម្លាំងទេហើយជាតិកាហ្វេក៏มันមានច្រើនដែរភាគច្រើនមានតែជាតិស្ករដែលមានខ្ទង់ប្រហែល30ទៅ50ក្រាមក្នុងមួយកែវនិងគ្រាប់បូបាដែលធ្វើឡើងដោយម្សៅដំឡូងឈើយកទៅឆឹងជាមួយស្ករដែលរឹតតែបន្ថែមជាតិផ្អែមទៅលើភេសជ្ជៈនេះថែមទៀតក្រៅពីនោះគឺមានតែទឹកដោះគោឬក៏គ្រីមជាមួយនឹងជាតិម្សៅដែលមានរសជាតិផ្សេងដូចជាជាតិត្រាវជាតិស្វាយដូងនិង strawberry ជាដើមហើយដោយសារបូបាវាមកជាមួយរសជាតិផ្លែឈើច្រើនយ៉ាងនិងភាគច្រើនมันមានជាតិកាហ្វេវាមានប្រយោជន៍ភាពក្នុងចំណោមក្មេងជំទង់រួមទាំងកុមារផងដែរហើយការទទួលទានជាតិស្ករច្រើនពេកជាពិសេសក្នុងវ័យកុមារអាចនាំឲ្យកុមារយើងឆាប់ធាត់ដែលបណ្ដាលឲ្យមានបញ្ហាសុខភាពជាច្រើនទៅថ្ងៃមុខខណៈដែលជាតិផ្សំក្នុងភេសជ្ជៈបើកម្លាំងដូចជាជាតិកាហ្វេជាតិស្ករនិងវីតាមីន B មានតួនាទីអាចបង្កើនថាមពលយើងឲ្យបានភ្លាមអាចជួយធ្វើឲ្យខួរក្បាលយើងស្រឡះនិងធ្វើឲ្យអារម្មណ៍នៅមូលមិនបែកក៏ដោយភេសជ្ជៈបែបនេះក៏អាចផ្ដល់ផលមិនល្អទៅលើបេះដូងទៅលើកលៀននិងអារម្មណ៍របស់យើងដែរចំណែកឯបូបាវិញខ្ញុំក៏ចូលចិត្តវាដែរប៉ុន្តែបញ្ហាចម្បងនៃបូបាគឺជាតិស្ករហើយគន្លឹះនៃការថែរក្សាសុខភាពយើងគឺស្ថិតនៅលើការកំណត់ភេសជ្ជៈទាំងនេះឲ្យនៅក្នុងកម្រិតទាបដើម្បីកាត់បន្ថយហានិភ័យសុខភាពយើងជំនួសការពឹងផ្អែកទៅលើភេសជ្ជៈបើកម្លាំងឬក៏ភេសជ្ជៈដែលមានជាតិស្ករច្រើនយើងគួរស្វែងរកវិធីផ្សេងទៀតដែលអាចផ្ដល់សុខភាពដល់យើងច្រើនជាង
ដូចជាបរិភោគអាហារណាដែលផ្ដល់សុខភាពល្អមកយើងទម្លាប់ពិសាទឹកធម្មតាឲ្យបានគ្រប់គ្រាន់ជាប្រចាំនិងហាត់ប្រាណឲ្យបានទៀងទាត់សូមអរគុណនិងសូមជម្រាបលាបាទ